ឥឡូវយើងមកចម្រើនពរយើងមកបន្តមេរៀនយើងប៉ុន្តែទន្ទឹមនឹងបន្តនោះសូមញាតិញោមរៀបចំដើម្បីធ្វើបុណ្យចូលព្រះវស្សាផងទេណាបុណ្យចូលព្រះវស្សាទៅវត្តណាក៏បានញោមមិនបានមកវត្តអាត្មាភាពក៏ទៅវត្តដទៃបានដូចគ្នាប៉ុន្តែគ្រាន់តែចង់ជម្រាបញោមញាតិថានៅវត្តនេះទើបតែផ្ដើមកសាងបានជាង3ឆ្នាំតែប៉ុណ្ណោះគឺកសាងកើតឈ្មោះវត្តនោះគឺនៅឆ្នាំអឺថ្ងៃទី15ពេញបរមីខែ6ឆ្នាំ2023ឥឡូវចូលដល់26ចម្រើនពរចាំពី2023មកដល់2026ប្រហែលឆ្នាំយោមពិចារណាមើលដោយខ្លួនឯងចាំបន្តទៅទៀតកុំឲ្យខាតកាលយូរខ្ញុំកណ្ដាលលើកយកពីព្រះពុទ្ធដីកាយកមកសម្ដែងមកដល់ត្រង់ពាក្យថាយោគាវៃចរៈត្រូវសិក្សាឲ្យស្គាល់ថាតើកម្មដ្ឋានណាខ្លះដែលអាចឲ្យសម្រេចបានសម្រេចឈានបើឲ្យសម្រេចឈានឲ្យបានសម្រេចត្រឹមឈានណាកម្មដ្ឋានដែលអាចឲ្យសម្រេចបានមាន30គឺអសុភៈ10និងកាយកតាសតិ1ឲ្យសម្រេចបានត្រឹមបឋមឈានឲ្យបានសម្រេចត្រឹមបឋមឈានព្រមវិហារ3មេត្តាករុណាមុទិកាឲ្យសម្រេចបានត្រឹមតតិយឈានណាឲ្យបានសម្រេចត្រឹមតែតតិយឈានព្រមវិហារ1គឺឧបេក្ខាឲ្យសម្រេចរហូតដល់ចតុឈានបញ្ចឈានណាបញ្ចឈានចតុឈាននិងបញ្ចឈានកសិន10និងអានាបានសតិ1ឲ្យសម្រេចរហូតដល់ចតុឈានបញ្ចឈានអរូបកម្មដ្ឋាន4ឲ្យសម្រេចអរូបឈាន4សម្រាប់ធម៌4និមិត្តពាក្យថានិមិត្តប្រែថាគ្រឿងសម្គាល់គ្រឿងកំណាំបើនិយាយឲ្យងាយស្ដាប់គឺអារម្មណ៍របស់កម្មដ្ឋាននោះឯងកម្មដ្ឋាននោះឯងនិមិត្តមាន3គឺ1បរិកម្មនិមិត្តអារម្មណ៍របស់កម្មដ្ឋានដែលគេលើកណាដែលគេលើកយកមកទុកជាទីតាំងនៃចិត្តគឺជាបង្គោលដំបូងសម្រាប់ចងជ្រាបចិត្ត2ឧកហនិមិត្តហាក់ដូចជាភាពចម្លងទាំងស្រុងនៃបរិកម្មនិមិត្តគឺដូចគ្នាបេះបិទគ្មានខុសគ្នាត្រង់ចំណុចណាសោះឡើយចំណុចត្រង់ណាសោះឡើយគ្រាន់តែបរិកម្មនិមិត្តខ្លះអាចមើលឃើញដោយភ្នែកបានចំណែកឧកហនិមិត្តមិនមែនមើលឃើញដោយភ្នែកបានទេគឺឃើញដោយចិត្តហាក់ដូចជាជាប់នឹងភ្នែកទៅទីកន្លែងណាជាប់តាមទៅជាមួយដូចជាស្រមោលអន្ទោលតាមប្រាណអនុមោទនី